ជំរាបសួរក៏ដូចសួស្តីទៅកាន់អ្នកទាំងអស់គ្នានៅថ្ងៃនេះផងដែរមកជួបខ្ញុំបានម្ដងទៀតហើយនៅថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបយក skip នៅលើ iPhone មុននឹងចូលទៅដល់វីដេអូសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងខ្ញុំបាទម្នាក់មួយផងខ្ញុំនៅសូមពឹងអ្នកទាំងអស់គ្នារឿងមួយអញ្ចឹងសូមអ្នកទាំងអស់គ្នាជួយចុចមើលវីដេអូ short ដែលជាវីដេអូខ្លីៗរបស់ខ្ញុំនិងជួយចុច like ម្នាក់មួយផងដើម្បីខ្ញុំអាចគ្រប់គ្រងការរកលុយពី YouTube ផងដែរចឹងសូមកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់វីដេអូយក key ទាំងអស់គ្នាចឹងនៅពេលចូលមកដំបូងវានឹងចេញទម្រង់បែបនេះសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យដែលនៅក្រោមពាក្យ continue មិនមែនជាពាក្យ continue ទេនៅពេលដែលអ្នកទាំងអស់គ្នាចុចទៅលើពាក្យដែលនៅក្រោមពាក្យ continue នឹងហើយវានឹងនាំអ្នកទាំងអស់គ្នាចូលទៅកាន់ Safari សូមអធិស្ឋានទូរស័ព្ទរបស់ខ្ញុំរៀងគាំងបន្តិចព្រោះដោយសារតែវាក្តៅនៅពេលដែលមកដល់ត្រង់នេះសូមអ្នកទាំងអស់គ្នាចុចទៅលើកន្លែងដែលមានរូបសៀវភៅនិងរូបទូទួលនៅពេលដែលអ្នកទាំងអស់គ្នាបានចុចទៅលើវានឹងលុបពាណិជ្ជកម្មហើយអ្នកទាំងអស់គ្នាគ្រាន់តែចុចថយហើយចូលមកវិញមកនៅពេលដែលអ្នកទាំងអស់គ្នាបានចុចវារួចហើយសូមចុចពាក្យ unlockមកដល់ត្រង់កន្លែងនេះគ្រាន់តែអ្នកទាំងអស់គ្នា copy key ទាំងអស់ហ្នឹងដើម្បីយកទៅដាក់នៅក្នុង block fruit របស់យើងមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នា paste key ដែលអ្នកទាំងអស់គ្នាបាន copy ពីក្នុង Safari យកមកដាក់មកសូមទោសអ្នកទាំងអស់គ្នាផងវីដេអូខ្ញុំត្រង់កន្លែងនេះវាគាំងនៅពេលដែលអ្នកទាំងអស់គ្នាបានដាក់ key ហើយអ្នកទាំងអស់គ្នាអាចប្រើ mode ជាធម្មតាបានយើងនៅមានវិធីមួយទៀតសម្រាប់យក key សម្រាប់អ្នកណាដែលពេលចុចយក key តាមខ្ញុំបែបនេះអត់បានអ្នកទាំងអស់គ្នាអាចប្រើវិធីមួយទៀតយក key បានសម្រាប់វិធីមួយទៀតនោះគឺអ្នកទាំងអស់គ្នាត្រូវមាន Discord សម្រាប់ link Discord ខ្ញុំបានដាក់នៅក្រោមវីដេអូនៅពេលដែលអ្នកទាំងអស់គ្នាចូលមកដំបូងវានឹងចេញទម្រង់មកបែបនេះសូមអ្នកទាំងអស់គ្នាអូសចុះទៅក្រោមទៅរកកន្លែងដែលមានរូបមេសោបន្ទាប់មកសូមចុចលើវាមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចទៅលើកន្លែងដែលយើងត្រូវវាយអក្សរបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវវាយដូចខ្ញុំដែលខ្ញុំបាន record វីដេអូនេះបន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចចូលខាងលើគេដែលខ្ញុំបានដាក់រង្វង់ខ្មៅនៅពេលដែលអ្នកទាំងអស់គ្នាចុចហើយគ្រាន់តែអ្នកទាំងអស់គ្នាផាស link ដែលត្រូវយក key រួចជាការស្រេចអ្នកទាំងអស់គ្នាគ្រាន់រងចាំវាបន្តិចនោះវានឹងចេញ key អ្នកទាំងអស់គ្នាគ្រាន់តែយក key ហ្នឹងយកទៅផាសនៅក្នុង block fruit របស់អ្នកទាំងអស់គ្នានោះអ្នកទាំងអស់គ្នាអាចប្រើ mode បានដូចគ្នាសម្រាប់វីដេអូយក key នៅលើ iPhone ក៏មានត្រឹមតែប៉ុណ្ណឹងដូចគ្នាដែរអញ្ចឹងជួបគ្នានៅវីដេអូក្រោយបន្ថែមទៀត
ខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបធ្វើកណ្ដាប់ដៃត្រាហ្គាន់វីធូដោយប្រើម៉ូដខ្ញុំពិតជាអរគុណទៅកាន់អ្នកទាំងអស់គ្នាមែនទែនដែលអ្នកទាំងអស់គ្នាបានចូលមើលវីដេអូមួយនេះចឹងជួបគ្នានៅវីដេអូក្រោយបាយបាយ